រឿងសញ្ញាបត្រคล้ายៗឥឡូវនេះវាបានរាលដាលទៅដល់ការចោទប្រកាន់គ្នាមួយចំនួនហើយបងប្អូនបាទក្នុងនោះខ្ញុំឃើញបងប្អូនមួយចំនួនគាត់បានចោទប្រកាន់ទៅដល់បងប្អូនដែលមានសញ្ញាបត្រឬក៏អ្នកដែលមានវិញ្ញាបនបត្រហ្នឹងថារើសអើងឬក៏មើលងាយបងប្អូនដែលគ្មានសញ្ញាបត្រទៅវិញចំពោះរឿងនេះបងប្អូនខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការតែម្ដងបងប្អូនបាទដោយសារតែករណីសញ្ញាបត្រคล้ายៗនេះគឺវាខុសអំពីអ្នកដែលគ្មានសញ្ញាបត្រប៉ុន្តែគាត់មានជំនាញនៅក្នុងសង្គមខ្មែរសប្តាហ៍ថ្ងៃនេះអ្នកមានសញ្ញាបត្រក្តីអ្នកគ្មានសញ្ញាបត្រឬក៏មានវិញ្ញាបនបត្រអ្នកមានជំនាញមិនត្រូវបានគេរើសអើងទេបងប្អូនបាទផ្ទុយទៅវិញសប្តាហ៍ថ្ងៃនេះមានតែការលើកទឹកចិត្តប៉ុន្តែរឿងមួយដែលធ្វើឲ្យអ្នកមានសញ្ញាបត្រអ្នកមានវិញ្ញាបនបត្រឬក៏ប្រជាជនទូទៅទទួលយកអត់បានហ្នឹងគឺយើងអត់មានសញ្ញាបត្រហើយយើងទៅคล้ายទៅបង្កើតសញ្ញាបត្រคล้ายយកមកប្រើប្រាស់នោះហើយគឺជាបញ្ហាចម្បងនោះហើយគឺជាឫសគល់ដែលនាំឲ្យបងប្អូនយើងនៅលើបណ្ដាញសង្គមហ្នឹងគាត់ចេញមករិះគន់គាត់ចេញមកស្នើឲ្យអាជ្ញាធរមូលដ្ឋានហ្នឹងមានចំណាត់ការឲ្យបានតឹងរឹងចំពោះបងប្អូនដែលចូលចិត្តបន្លំសញ្ញាបត្រឬក៏คล้ายឯកសារផ្សេងៗអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យច្បាស់ថាអ្នកដែលមានសញ្ញាបត្រអ្នកដែលមានវិញ្ញាបនបត្រផ្សេងៗហ្នឹងគេមិនរើសអើងគេមិនមែនស្អប់ខ្ពើមអ្នកដែលគ្មានសញ្ញាបត្រទេផ្ទុយទៅវិញគេមានតែការលើកទឹកចិត្តអ្នកដែលគ្មានសញ្ញាបត្រប៉ុន្តែគាត់មានជំនាញបាទអញ្ចឹងសប្តាហ៍ថ្ងៃនេះសូម្បីតែខ្ញុំនឹងក៏ខ្ញុំសរសើរដែរបងប្អូនបាទសរសើរបងប្អូនយើងមួយចំនួនដែលគាត់គ្មានសញ្ញាបត្រគ្មានវិញ្ញាបនបត្រប៉ុន្តែគាត់ខំអភិវឌ្ឍខ្លួនគាត់ខំសំលៀងជំនាញរបស់ខ្លួននឹងរាប់សិបឆ្នាំទម្រាំតែគាត់អាចក្លាយទៅជាអ្នកជំនាញបាទដូចជាអ្នកជំនាញអគ្គិសនីដូចជាសំណង់ស៊ីវិលធ្វើផ្ទះស្អីម៉ៅការផ្ទះធ្វើសំណង់អីផ្សេងបាទឬក៏ជាងតងជាងអីផ្សេងនោះអញ្ចឹងវាគឺជាការខិតខំប្រឹងប្រែងរបស់គាត់ទាំងអស់បាទទោះបីជាគាត់គ្មានសញ្ញាបត្រប៉ុន្តែគាត់ខំបាទរហូតគាត់ក្លាយទៅជាអ្នកជំនាញពិតប្រាកដប៉ុន្តែអ្វីដែលគេមិនអាចទទួលយកបានសម្រាប់សង្គមខ្មែរឥឡូវនេះគឺអ្នកដែលគាត់ទៅក្លែងបន្លំសញ្ញាបត្របាទអញ្ចឹងកន្លែងនេះខ្ញុំសូមឲ្យបងប្អូនចែកឲ្យដាច់បងប្អូនបាទកុំយើងច្បុកច្បល់គ្នាអញ្ចឹងទៅវាធ្វើឲ្យយើងវាទៅជាមើលគ្នាក្នុងផ្លូវអាក្រក់បាទវាទៅជាឥឡូវនេះខ្ញុំឃើញបងប្អូនខ្លះចោតប្រកាន់អ្នកមានសញ្ញាបត្រអ្នកមានចំណេះដឹងចេញពីសាលាហ្នឹងថាពួកគាត់ហ្នឹងបែរជាមើលងាយអ្នកគ្មានសញ្ញាបត្រឬក៏អ្នកដែលមិនដែលបានចូលសាលាទៅវិញអញ្ចឹងការយល់បែបនេះគឺជាការខុសឆ្គងធនណាបងប្អូនបាទហើយផ្ទុយទៅវិញវាអាចនាំឲ្យសង្គមយើងនឹងមានការរើសអើងចំពោះអ្នកដែលគ្មានសញ្ញាបត្រនិងអ្នកដែលមានសញ្ញាបត្រឬក៏អ្នកដែលមានវិញ្ញាបនបត្រផ្សេងៗអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនបាទគ្មានការរើសអើងគ្មានការមើលងាយមើលថោកមើលស្រាលបងប្អូនដែលគ្មានសញ្ញាបត្រទេបាទផ្ទុយទៅវិញអ្វីដែលគេមិនត្រូវការអ្វីដែលគេអន់ចិត្តអ្វីដែលគេមិនទទួលយកបានហ្នឹងគឺរឿងក្លែងបន្លំសញ្ញាបត្របាទយើងអត់សញ្ញាបត្រក៏អត់ទៅយើងមានជំនាញរបស់យើងប៉ុន្តែបើយើងនាំគ្នាទៅចង់បានអាសញ្ញាបត្រក្លែងក្លាយយកមកតាំងអួតគេឬក៏មកភូតកុហកគេអាហ្នឹងសង្គមមិនអាចទទួលយកបានទេបងប្អូនបាទមិនថាប្រជាជនយើងគ្រប់កម្រិតណាក៏ដោយបាទគឺមិនអាចទទួលយកបានដាច់ខាតហើយពិសេសអ្នកដែលកាន់តែមិនអាចទទួលយកបានគឺសាស្ត្រាចារ្យសិស្សនិស្សិតដែលគេមានស្ថាប័នត្រឹមត្រូវបងប្អូនបាទគេមានកន្លែងអប់រំត្រឹមត្រូវសញ្ញាបត្រកន្លែងគេមួយតម្រាំដែលគេចេញឲ្យនិស្សិតនឹងនិស្សិតត្រូវការឆ្លងកាត់ច្រើនណាស់បាទអញ្ចឹងនៅពេលដែលយើងคล้ายយកសញ្ញាបត្រសាលាគេមកបោះពុំផ្សាយឬក៏យកមកคล้ายអញ្ចឹងគេអត់អាចទទួលយកបានទេអញ្ចឹងវាធ្វើឲ្យប៉ះពាល់តម្លៃស្ថាប័នរបស់គេបាទពិសេសគឺសាស្ត្រាចារ្យឬក៏និស្សិតដែលគេកំពុងតែសិក្សាឬក៏កំពុងបង្រៀននៅទីនោះហើយមួយវិញទៀតគឺប៉ះពាល់ទៅដល់អ្នកប្រកបជំនាញអាជីពបងប្អូនបាទបងប្អូនដឹងហើយអ្នកអាជីពមួយមិនថាអ្នកដែលគេមានសញ្ញាបត្រឬក៏គេគ្មានសញ្ញាបត្រទេគឺគេធ្វើការប្រកបទៅដោយមនសិការប្រកបទៅដោយវិជ្ជាជីវៈប៉ុន្តែនៅពេលដែលយើងคล้ายវាធ្វើឲ្យតម្លៃរបស់គេរួមនឹងវាធ្លាក់ចុះជាមួយយើងដែរបាទតម្លៃធ្លាក់ចុះហ្នឹងចង់និយាយថានៅពេលដែលប្រជាជនទូទៅគេឃើញយើងคล้ายអញ្ចឹងវាធ្វើឲ្យអ្នកផ្សេងហ្នឹងក៏ជួបហានិភ័យដូចយើងដែរជួនកាលគេត្រូវមានគម្រោងអីផ្សេងជាមួយប្រជាជននៅតាមស្រុកភូមិស្រាប់តែយើងមានរឿងអញ្ចឹងធ្វើឲ្យគម្រោងគេក៏អាចធ្វើឲ្យប្រជាជនពិចារណាឬក៏រាំងស្ទះដល់គម្រោងគេត្រឹមត្រូវផងដែរបាទអញ្ចឹងអ្នកអាជីពផ្សេងទៀតក៏គេបារម្ភដែររឿងហ្នឹងហើយចំណុចសំខាន់មួយទៀតបងប្អូនគឺប៉ះពាល់ទៅដល់សិស្សនិស្សិតផ្សេងបាទមិនត្រឹមតែសាលាដែលគេខ្លែងបន្លំទេគឺសាលាផ្សេងដែលមានជំនាញដូចគ្នាហ្នឹងក៏គេអត់អាចទទួលយកបានដែរបងប្អូនបាទសិស្សនិស្សិតវិស្វកម្មនេះមិនគ្រាន់តែថារឿងសំណង់ស៊ីវិលទេរឿងវិស្វកម្មផ្សេងច្រើនណាស់បាទមានបច្ចេកវិទ្យាមានគីមីចំណីអាហារ
មានអីណាប្រព័ន្ធលូទឹកស្អុយឬក៏ស្អីទាំងអស់ហ្នឹងវាសិតតែជាជំនាញវិស្វកម្មដល់អញ្ចឹងនៅពេលដែលយើងคล้ายហើយអត់មានស្ថាប័នណាចាត់វិធានការអានោះហើយគឺជាការវាយបំបាក់ទឹកចិត្តធ្វើឲ្យបញ្ញវន្តរបស់យើងនឹងបាត់ទំនុកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធមួយចំនួនពិសេសក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនបើសិនបើគាត់ឆក់ល្វែងឬក៏ធ្វើមិនដឹងមិនឮចំពោះបុគ្គលទាំងឡាយណាដែលគាត់តែងតែក្លែងបន្លំឯកសារពិសេសគឺតាក់ទងសញ្ញាបត្រនេះជាដើមបាទអញ្ចឹងបងប្អូនឃើញទេអ្នកដែលប៉ះពាល់ច្រើនណាស់បាទមិនត្រឹមតែអ្នកអាជីពសិស្សនិស្សិតសាស្ត្រាចារ្យដែលរៀនជំនាញវិស្វកម្មទេសូម្បីតែខ្ញុំជាប្រជាជនសាមញ្ញហើយក្នុងនាមខ្ញុំជាអ្នកសិក្សាមួយរូបនៅពេលដែលខ្ញុំឃើញមានសញ្ញាបត្រคล้ายៗអញ្ចឹងខ្ញុំមិនសប្បាយចិត្តទេបងប្អូនបាទដោយសារតែវាបានបង្ហាញឲ្យឃើញអំពីការធ្លាក់ចុះនៃក្រមសីលធម៌នៃការមិនទទួលស្គាល់វិជ្ជាជីវៈរបស់មនុស្សដទៃអញ្ចឹងនៅពេលដែលយើងបង្កើតសញ្ញាបត្រคล้ายៗអីទាំងអស់ហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់សង្គមសម្បើមណាស់បងប្អូនបាទហើយអ្នកដែលបង្កើតសញ្ញាបត្រคล้ายៗនេះវាមិនមែនត្រឹមតែជាបុគ្គលដែលគាត់ទៅធ្វើសញ្ញាបត្រទេគឺវាមានអ្នកពាក់ព័ន្ធជាច្រើនបាទពិសេសគឺអ្នកដែលធ្វើសញ្ញាបត្រអ្នកដែលរត់ការអីទាំងអស់ហ្នឹងគួរតែត្រូវបានបង្ហាញមុខឬក៏វេកមុខដើម្បីឲ្យសាធារណជនយើងគាត់អស់មន្ទិលសង្ស័យដែរបងប្អូនបាទដោយសារតែឥឡូវនេះបងប្អូនឃើញហើយគឺមានតែលោកម្នាក់នឹងទេដែលត្រូវបានគេតេះដៀលឬក៏ត្រូវបានគេវាយប្រហារបាទពិតហើយគាត់ជាសម័យខ្លួនគាត់គឺជាអ្នកដែលទទួលខុសត្រូវធំបំផុតដោយចំពោះរឿងហ្នឹងប៉ុន្តែទន្ទឹមនឹងហ្នឹងក៏យើងគួរតែស្វែងរកឲ្យឃើញដែរអំពីបុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងការផលិតឯកសារคล้ายៗនេះដែរបាទដើម្បីឲ្យយើងអស់ចម្ងល់ទាំងអស់គ្នាបាទដើម្បីឲ្យលោកដែលត្រូវបានគេចោទប្រកាន់ហ្នឹងក៏ត្រូវអស់ចម្ងល់ដែរបាទដើម្បីឲ្យយើងទទួលស្គាល់ទាំងអស់គ្នាទៅថ្ងៃក្រោយទៅជៀសវាងកុំឲ្យមានបញ្ហាឆក់ល្វែងនេះកើតឡើងនៅក្នុងសង្គមយើងបន្តទៀតបាទហើយដើម្បីផ្ដល់ទំនុកចិត្តដល់បញ្ញវន្តនៅក្នុងសង្គមខ្មែរបងប្អូនបាទរឿងទី1ដែលសំខាន់ហ្នឹងគឺគ្មានអីជាងរឿងសញ្ញាបត្រនេះទេបងប្អូនបាទពីព្រោះពាក្យថាបញ្ញវន្តគឺជាអ្នកដែលខិតខំសិក្សារៀនសូត្របាទអ្នកខំរៀនអ្នកដែលតស៊ូចំណាយពេលវេលារាប់សិបឆ្នាំដើម្បីទៅរៀនជំនាញផ្សេងបាទឥឡូវនេះមិនត្រឹមតែជំនាញរយៈពេលវែងទេបងប្អូនបាទឃើញគេជំរុញឲ្យបងប្អូនខ្មែរយើងពិសេសយុវជនដែលមិនមានឱកាសទៅរៀនថ្នាក់ឧត្តមសិក្សាឬក៏នៅថ្នាក់មហាវិទ្យាល័យហ្នឹងគាត់អាចមានឱកាសរៀនវគ្គជំនាញខ្លីៗបាទមិនថា2ខែ3ខែកន្លះឆ្នាំឬក៏1ឆ្នាំរហូតដល់2ឆ្នាំអីទេដើម្បីបំពន់ឲ្យគាត់មានវិជ្ជាជីវៈដើម្បីឲ្យគាត់មានជំនាញនៅក្នុងខ្លួនបាទអញ្ចឹងបន្ទាប់ពីគាត់រៀនចប់គាត់ក៏អាចទទួលបានវិញ្ញាបនបត្រគាត់ទទួលបានសញ្ញាបត្រតាមកម្រិតរបស់គាត់មួយដែរឃើញទេអញ្ចឹងសូម្បីតែរៀនអីក៏ដោយបងប្អូនមិនថាតែរៀនរយៈពេលវែង4ឆ្នាំ5ឆ្នាំ6ឆ្នាំទេគេមានសញ្ញាបត្រជូនបាទសូម្បីតែរៀន3ខែបាទរៀនមួយអាទិត្យរៀនមួយខែឬក៏3ខែកន្លះឆ្នាំមួយឆ្នាំហ្នឹងក៏គេមានវិញ្ញាបនបត្រជូនដែរបាទដើម្បីអីដើម្បីយកអាហ្នឹងទៅប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែងនៅក្នុងសង្គមបាទដើម្បីឲ្យគេទទួលស្គាល់ថាបុគ្គលហ្នឹងក៏បានធ្លាប់ឆ្លងកាត់វគ្គវែងវគ្គខ្លីអីទាំងអស់ហ្នឹងបាទដើម្បីឲ្យគេទទួលស្គាល់ថាខ្លួនពិតជាអ្នកធ្លាប់ធ្វើការឬក៏ធ្លាប់រៀនជំនាញអស់ទៅនឹងមែនបាទប៉ុន្តែនិយាយដល់ដូច្នេះមិនមែនចោតប្រកាន់បងប្អូនដែលអត់ដែរចូលសាលាទេសប្តាហ៍ថ្ងៃនេះខ្ញុំសូមកោតសរសើរដោយស្មោះបងប្អូនបាទមានបងប្អូនខ្មែរយើងពិសេសយុវជនច្រើនណាស់ដែលគាត់អត់បានចូលសាលាហើយគាត់ខំព្យាយាមអភិវឌ្ឍជំនាញរបស់គាត់បងប្អូនបាទហើយបងប្អូនខ្មែរយើងក៏ប្រហែលដឹងដែរអ្នកខ្លះគាត់អត់ដែរចូលសាលានេះគាត់មានជំនាញនេះជំនាញនោះគាត់អាចរកលុយបានគាត់មានប្រាក់ខែអីចិញ្ចឹមគ្រួសារគាត់ល្អដែរបាទពេលខ្លះមិនចាញ់អ្នកដែលមានសញ្ញាបត្រទេប៉ុន្តែរឿងមួយដែលយើងត្រូវទទួលស្គាល់ទាំងអស់គ្នាយើងត្រូវប្រយុទ្ធប្រឆាំងទាំងអស់គ្នានឹងគឺការផលិតសញ្ញាបត្រឬក៏វិញ្ញាបនបត្រคล้ายៗផ្សេងៗទៀតនោះដើម្បីឲ្យសង្គមយើងពិសេសអ្នកដែលគាត់ខំតស៊ូពិតប្រាកដហ្នឹងឲ្យគាត់មានទឹកចិត្តនៅក្នុងការងាររបស់គាត់ផ្សេងៗបាទអញ្ចឹងយើងធ្វើម៉េចជៀសវាងបងប្អូនណាបាទហើយរឿងសញ្ញាបត្រคล้ายៗនេះបងប្អូនបាទខ្ញុំជំរាបបងប្អូនឲ្យត្រង់ទៅចោះបាទយើងកុំទៅចង់បានអីជឿខ្ញុំទៅកាលណាយើងមានជំនាញហើយយើងអាចរកលុយបានហើយយើងមានការងារហើយកុំទៅចង់បានអាសញ្ញាបត្រដែលវាគ្មានតម្លៃបាទកាលណាយើងចង់បានវាមកទុកក្នុងផ្ទះតាំងផ្ទះយើងអួតប្រពន្ធកូនយើងឬក៏អួតមិត្តភ័ក្តិយើងអាហ្នឹងយើងអួតបានតែគ្នាយើង4 5នាក់ទេបាទប៉ុន្តែសម្រាប់អ្នកដទៃនៅពេលដែលគេដឹងថាយើងទៅទិញសញ្ញាបត្រនៅពេលដែលគេដឹងថាយើងនឹងទៅផលិតសញ្ញាបត្រคล้ายៗយកមកអួតគេយកមកតាំងយកមកអីចឹងគឺសង្គមមិនអាចទទួលយកបានទេហើយជឿខ្ញុំទៅគឺគ្មានអ្នកណាគេឲ្យតម្លៃយើងទេបងប្អូនបាទគ្រាន់តែថាពេលខ្លះគេអត់និយាយនៅចំចំពោះមុខយើងបាទប៉ុន្តែបើនៅពីក្រោយយើងគេនិយាយហុចដីខ្ញុំធ្លាប់ជួបច្រើនណាស់បងប្អូនបាទអញ្ចឹងហើយខ្ញុំចង់ជម្រាបជូនបងប្អូនថារឿងសញ្ញាបត្រคล้ายៗនេះកុំស្រោបស្រាលកុំចង់បានវាពេកបងប្អូនបាទវាគ្មានន័យទេវាមានន័យសម្រាប់យើងគ្រួសារយើងឬក៏ពេលខ្លះយើងយកអានឹងទៅលួច
បន្លំរកស៊ីអីចឹងទៅណាបាទប៉ុន្តែប្រសិនបើថ្ងៃក្រោយទៅគេអាចតាមដានដឹងអានោះគឺជាបញ្ហាធ្ងន់ណាស់បាទអញ្ចឹងយើងចូលរួមទាំងអស់គ្នាទៅបងប្អូនបាទយើងទទួលស្គាល់ស្នាដៃពិតប្រាកដសញ្ញាបត្រពិតប្រាកដបើថាអ្នករៀននឹងមានសញ្ញាបត្រពិតប្រាកដទៅបាទហើយបើយើងអត់ដែលរៀនយើងមានជំនាញអីផ្សេងតាមរយៈបទពិសោធន៍យើងធ្វើការផ្សេងយើងអត់សញ្ញាបត្រយើងកុំខ្វល់បើយើងខំធ្វើអានឹងឲ្យល្អទៅបាទឬក៏ឥឡូវនេះគេមានថ្នាក់ខ្លះគេឲ្យយើងទៅប្រឡងយកវិញ្ញាបនបត្រអីដើម្បីឲ្យយើងទទួលស្គាល់អានឹងគេមានតាបាទអញ្ចឹងយើងចូលតាមអញ្ចឹងទៅបាទអញ្ចឹងវាคล้ายទៅជាអ្នកដែលប្រកបអាជីពសមស្របហើយបាទដល់ពេលយើងធ្វើអាជីពសុកយើងរលុយបានសុកយើងមានក្រុមហ៊ុនរស៊ីសុកស្រាប់តែយើងបាយគំនិតទៅបង្កើតទៅអីណាទិញសញ្ញាបត្រคล้ายអានឹងវាទៅជារឿងមួយផ្សេងទៀតហើយបងប្អូនឃើញប្រហែលថ្ងៃនេះបាទគឺប្រជាជនយើងច្រើនណាស់បងប្អូនបាទគឺរិះគន់ថ្កោលទោសបងប្អូនយើងដែលគាត់បន្លំសញ្ញាបត្រអញ្ចឹងឃើញគេឈ្មោះដែលខំសន្សំមកតាំងពីខ្លួនឯងបាត់ដៃទៅទេរស់ស៊ីមានបានមានផ្ទះមានឡានមានលុយចាយពេញដៃដល់តែឥឡូវនេះបែរជាមកខូចឈ្មោះតែរឿងតូចមួយបាទអារឿងនេះសឹងអត់ប្រយោជន៍បាទសញ្ញាបត្ររបស់គាត់ហ្នឹងព្រោះគាត់មិនដឹងយកមកធ្វើអីទៀតបងប្អូនបាទបើគាត់មានអាជីពគាត់មានក្រុមហ៊ុនគាត់មានការម៉ៅការសំណងអីមានបុគ្គលិកច្រើនណាស់បាទប៉ុន្តែដល់ពេលគាត់ចង់បានសញ្ញាបត្រអញ្ចឹងឥឡូវវាធ្វើឲ្យកិត្តិយសរបស់គាត់រលាយតែម្ដងបងប្អូនបាទអញ្ចឹងខ្ញុំសូមចូលរួមសោកស្ដាយមួយគាត់ដែរបាទហើយករណីនេះក៏ជាសារផ្ដាំទៅបងប្អូនផ្សេងទៀតដែរបងប្អូនបាទដែលយើងចង់បានសញ្ញាបត្រមិនប្រក្រតីទាំងឡាយណាបាទវាគ្មានកិត្តិយសអីទេបងប្អូនបាទបើបងប្អូនជួបគេអ្នករៀនមែនទែនវិញគឺគេសោកយើងគ្រាន់ថាគេមិនសោកចំពោះមុខយើងបាទគេសោកពីក្រោយយើងគេសោកចំអកយើងគេតេះដៀលយើងទៅទៀតបាទអញ្ចឹងពេលខ្លះបើយើង original បើយើងស៊ីនតាំងពីដើមមកមិនយើងធ្វើអញ្ចឹងទៀតទៅបាទកុំខ្លាចណាមើលងាយបាទមានលុយពេញដៃមានការងារធ្វើមានអាជីពមានជំនាញខ្លួនឯងតែខ្លាចគេមើលងាយទៀតបាទអញ្ចឹងកុំខ្លាចគេមើលងាយអារឿងអត់សញ្ញាបត្រពីព្រោះការងារទាំងអស់នៅលើពិភពលោកនេះវាមិនមែនថាទាល់តែមានសញ្ញាបត្រមិនយើងអាចធ្វើបានមិនមែនទេបាទមានការងារជាច្រើនដែលគេមិនត្រូវការអ្នកមានសញ្ញាបត្រគេមិនត្រូវការជំនាញអីច្រើនបាទគេត្រូវការជំនាញមួយដែលបងប្អូនធ្លាប់ធ្វើប្រចាំថ្ងៃមួយឆ្នាំ2ឆ្នាំ3ឆ្នាំคล้ายទៅជាកម្មករជំនាញទៅអញ្ចឹងអាហ្នឹងគេយកយើងហើយអញ្ចឹងត្រឡប់មកវិញរឿងខ្លែងបន្លំសញ្ញាបត្រនេះវាជាមេរៀនមួយសម្រាប់ប្រជាជនខ្មែរយើងទូទៅផ្សេងទៀតពិសេសសិស្សនិស្សិតផ្សេងណាបាទរឿងខ្លែងបន្លំនេះសូមប្រុងប្រយ័ត្នបន្តិចបើសិនបើនៅប្រទេសមួយចំនួនអត់បានទេបាទរឿងខ្លែងបន្លំនេះអញ្ចឹងដើម្បីចូលរួមជួយសង្គមយើងទាំងអស់គ្នាពីការខ្លែងបន្លំអីផ្សេងបាទមិនមែនត្រឹមតែខ្លែងបន្លំរឿងសញ្ញាបត្រទេបងប្អូនបាទសូម្បីតែតំណែងខ្លែងខ្លាយស្អីក៏ដោយឲ្យតែខ្លែងខ្លាយយើងគួរតែចូលរួមលុបបំបាត់យើងគួរតែចូលរួមថ្កោលទោសឬក៏ចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងផលិតផលខ្លែងខ្លាយផ្សេងបាទមិនត្រឹមតែសញ្ញាបត្រទេបងប្អូនសូម្បីតែតំណែងយើងប្រើរាល់ថ្ងៃបើយើងដឹងតែខ្លែងខ្លាយយើងត្រូវតែនាំគ្នាជួយប្រយុទ្ធប្រឆាំងបាទទើបថ្ងៃក្រោយទៅសង្គមយើងពោពេញទៅដោយរបស់ original របស់ពិតបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនបាទបើមានអីលើសលួសឬក៏ខ្វះខាតកន្លែងណាសូមបងប្អូនមេត្តាជួយបំពេញបន្ថែមបាទសូមអរគុណសូមជម្រាបលា